សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងចូលដល់មេរៀនទី19បងប្អូនណាអញ្ចឹងមេរៀនទី19គឺព្យញ្ជនៈផ្ញើជើងដដែលប៉ុន្តែនៅក្នុងមេរៀននេះគឺយើងមានព្យញ្ជនៈសដដែលដោយមេរៀនទី18ដែរប៉ុន្តែដាក់ជាមួយនឹងជើងផ្សេងណាអញ្ចឹងបងប្អូនចាំហាតាមលោកគ្រូទាំងអស់គ្នាណាឥឡូវលោកគ្រូចាប់ផ្ដើមកុំឲ្យខាតពេលយូរអញ្ចឹងបងប្អូនមើលណាសជើងអានេះគេហៅជើងថសជើងថយើងអានថាស្ថសជើងថស្ថសជើងថស្ថសជើងតស្ទសជើងតស្ទសជើងស្ទស្ទសជើងណស្នសជើងណស្នសជើងណស្នសជើងបស្បសជើងបស្បសជើងបស្បសជើងពស្ពសជើងពស្ពសជើងពស្ពអូខេបន្តមកទៀតយើងរៀនអានពាក្យនិងប្រកបអញ្ចឹងពាក្យទី1គឺយើងប្រកបទៅសជើងថស្ថដាក់ស្រៈអេស្ថិនិងតស្ថិតសជើងថស្ថដាក់ស្រៈអេស្ថិនិងតស្ថិតសជើងថស្ថដាក់ស្រៈអេស្ថិនិងតស្ថិតពាក្យទី2សជើងតស្ទដាក់ស្រៈអឺស្ទើនិងងស្ទឹងសជើងតស្ទដាក់ស្រៈអឺស្ទើនិងងស្ទឹងសជើងតស្ទដាក់ស្រៈអឺស្ទើនិងងស្ទឹងសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងចស្ទូចសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងចស្ទូចសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងចស្ទូចសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងងស្ទូងសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងងស្ទូងសជើងតស្ទដាក់ស្រៈអ៊ូស្ទូនិងងស្ទូងសជើងណស្ននិងបស្នបន្តមួយស្នប់សជើងណស្ននិងបស្នបន្តមួយស្នប់សជើងណស្ននិងបស្នបន្តមួយស្នប់សជើងណស្នដាក់ស្រៈអែស្នែនិងងស្នែងសជើងណស្នដាក់ស្រៈអែស្នែនិងងស្នែងសជើងណស្នដាក់ស្រៈអែស្នែនិងងស្នែងសជើងណស្នដាក់ស្រៈអេស្នេនិងតស្និតសជើងណស្នដាក់ស្រៈអេស្នេនិងតស្និតសជើងណស្នដាក់ស្រៈអេស្នេនិងតស្និតសជើងបស្បដាក់ស្រៈអែស្បែនិងកស្បែកសជើងបស្បដាក់ស្រៈអែស្បែនិងកស្បែកសជើងបស្បដាក់ស្រៈអែស្បែនិងកស្បែកសជើងបស្បដាក់ស្រៈអៃអានថាស្បៃសជើងបស្បដាក់ស្រៈអៃស្បៃសជើងបស្បដាក់ស្រៈអៃស្បៃសជើងពស្ពដាក់ស្រៈអៀស្ពានិងណស្ពានសជើងពស្ពដាក់ស្រៈអៀស្ពានិងណស្ពានសជើងពស្ពដាក់ស្រៈអៀស្ពានិងណស្ពានសជើងពស្ពដាក់ស្រៈអីស្បៃសជើងពស្ពដាក់ស្រៈអីស្បៃសជើងពស្ពដាក់ស្រៈអីស្បៃអញ្ចឹងទាំងអស់នេះគឺជាពាក្យរាយណាបងប្អូនណាអញ្ចឹងអានជាមួយនឹងលោកគ្រូឡើងវិញគឺស្ថិតស្ទឹងស្ទូចស្ទូងស្នប់ស្នែងស្និតស្បែកស្ពៃស្ពានស្ពៃអូខេឥឡូវយើងចូលដល់មកខាងក្រោមទៀតគឺយើងអានពាក្យផ្សំណាអញ្ចឹងលោកគ្រូមិនបាច់ប្រកបទេគឺយើងអានយកតែម្ដងគឺពាក្យទី1គឺយើងអានថាស្ថិតស្ថេរស្ថិតស្ថេរស្ថិតស្ថេរណាពាក្យទី2គឺស្ទូចត្រី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 ពាក្យទី3គឺស្នែងខ្ទីងស្នែងខ្ទីងស្នែងខ្ទីងពាក្យទី4គឺស្និតចេកស្និតចេកស្និតចេកពាក្យទី5ស្បែកជើងស្បែកជើងស្បែកជើងពាក្យទី6ស្បៃរឿងស្បៃរឿងស្បៃរឿងពាក្យទី7ស្ពៃក្តោបស្ពៃក្តោបស្ពៃក្តោប
ពីទី8ស្ពានអាកាសស្ពានអាកាសស្ពានអាកាសចឹងបន្ទាប់ពីយើងអានពាក្យផ្សំហើយឥឡូវយើងចូលដល់ល្បះឬក៏ឃ្លាវិញម្ដងឥឡូវអានជាមួយលោកគ្រូរាជធានីភ្នំពេញមានស្ពានអាកាសអាសាឡើងវិញរាជធានីភ្នំពេញមានស្ពានអាកាសរាជធានីភ្នំពេញមានស្ពានអាកាសល្បះទី2ម្សិលមិញខ្ញុំស្ទុះស្ទាទៅស្ទូចត្រីឯស្ទឹងក្បែរស្ពានថ្មម្សិលមិញខ្ញុំស្ទុះស្ទាទៅស្ទូចត្រីឯស្ទឹងក្បែរស្ពានថ្មម្សិលមិញខ្ញុំស្ទុះស្ទាទៅស្ទូចត្រីឯស្ទឹងក្បែរស្ពានថ្មល្បះចុងក្រោយនារីកាន់ស្បៃពាក់ស្បែកជើងទៅបេះស្បៃរឿងនិងដកស្ពៃនារីកាន់ស្បៃពាក់ស្បែកជើងទៅបេះស្បៃរឿងនិងដកស្ពៃនារីកាន់ស្បៃពាក់ស្បែកជើងទៅបេះស្បៃរឿងនិងដកស្ពៃចឹងឃ្លាទាំង3នេះគឺបងប្អូនបានអានរួចហើយចឹងយើងចូលដល់ចំណុចចុងក្រោយណាគឺរូបភាពនេះគឺបង្ហាញអំពីរាជធានីភ្នំពេញមានស្ពានអាកាសចឹងនេះគឺជាស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញយើងណាបងណាចឹងបងអានទៅរាជធានីភ្នំពេញមានស្ពានអាកាសในរូបនេះវិញគឺជារូបភាពដែលអ្នកស្រែគាត់ស្ទូងណាបងណាចឹងបងអូនដារដីច្រូតកាត់បងអូននឹងដឹងហើយថាយើងមានអ្នកស្រែគាត់ធ្វើការស្ទូងស្រូវជាដើមណាចឹងអាហ្នឹងគឺរូបភាពនៃការស្ទូងចឹងបងអូនចង់ដឹងថាស្ទូងគេធ្វើម៉េចយើងមើលរូបភាពហ្នឹងដឹងនេះណាចឹងយើងអានទៅគឺស្ទូងអូខេចឹងចុងក្រោយគឺលក្ខណៈតទៅជាមួយនឹងអក្សរផ្ចង់ព្យញ្ជនៈសចឹងបងអូនអាចអនុវត្តដោយខ្លួនឯងបានសរុបមកគឺមេរៀនរងទី19របស់យើងគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងបានយល់អំពីការប្រកបព្យញ្ជនៈសជាមួយនឹងជើងព្យញ្ជនៈណារបស់ព្យញ្ជនៈផ្សេងទៀតអញ្ចឹងអរគុណច្រើនហើយលោកគ្រូសូមជម្រាបលា